ពេលល្ងាចឡើងជីដើរលេងនៅតាមក្រុងបាត់ដំបងហ្នឹងក៏ឃើញកន្លែងលក់ភីហ្សាមួយកន្លែងមើលទៅទំនោរមែនទែនហើយក៏មានអ្នកចូលចាំទិញញ៉ាំច្រើនដែរក៏ឆ្លៀតចូលទៅថតហើយក៏ទិញញ៉ាំដែរកន្លែងគាត់ធ្វើមកមើលទៅទំនោរមែនទែនហើយអ្វីដែលពិសេសហ្នឹងគឺម្សៅហ្នឹងម្សៅនំគឺគាត់ធ្វើខ្លួនឯងផ្ទាល់ហើយខ្ញុំបានភ្លក់រសជាតិខ្លះហើយគឺពេលញ៉ាំនំទៅគឺទន់ទៅដល់សាច់នំហ្នឹងទន់ឆ្ងាញ់គាត់មានច្រើនមុខមានសាច់ក្តាមផងមានប្រហិតមានគ្រឿងសមុទ្រអីក៏មានដែរគ្រប់រសជាតិយើងទៅទិញនៅហ្នឹងយើងគ្រាន់តែអង្គុយចាំគាត់មកផ្លេតគឺបានហើយនេះឥឡូវគឺបានហើយទំនោរឆ្ងាញ់អ្នកនរគ្នាចង់សាកអាចទៅរកបានកន្លែងក៏ស្រួលរកទេយើងចេញពីកន្លែងវងមូលលោកតាដំបងកញ្ញូងទល់មុខហ្នឹងប្រហែលជា 4-500 ម៉ែត្រគឺដល់កន្លែងគាត់លក់ហើយបើសម្រាប់តម្លៃវិញគឺគាត់លក់សមរម្យទេមានអាតូចមានអាក្តារមានអាធំអញ្ចឹងទៅតម្លៃចាប់ពី 10000 ទៅទំនោរ